ក្មេងស្រីដើរត្រឡប់ពីសាលាស្រាប់តែត្រូវបានតាចាស់លក់ដូរម្នាក់ចាប់ដៃទៅពេលនាងបំរះគាត់ក៏ហុចប្រអប់ឈើពិតយន់ដាក់ក្នុងដៃនាងហើយប្រាប់ថាពេជ្រនេះមាននិស្ស័យជាមួយនាងក្មេងស្រីអរគុណទាំងភ័យរួចដើរទៅមុខតែដល់ពេលងាកក្រោយផ្លូវទាំងមូលស្ងាត់ជ្រងំទប់នឹងតាចាស់នោះបាត់ស្រមោលថ្ងៃប្រឡងបាក់ដប់មកដល់នាងទើបតែលើកបិចបំរុងនឹងឆ្លើយក្តីរបស់នាងក៏បញ្ជាមិនបានចង់បិចនាំនាងសរសេរយ៉ាងលឿនជាមួយអក្សរយ៉ាងស្អាតគ្រប់លំហាត់ត្រូវបានដោះស្រាយពេញក្រដាស់ពេលលទ្ធផលចេញនាងទទួលបានខ្លាចជាសិស្សពូកែផ្នែកវិទ្យាសាស្ត្រទូទាំងខេត្តតែមិននឹកស្មានថាមិត្តរួមបន្ទប់អ្នកកាសែតមកចំរោមនៅខាងក្រោមយំចោទថានាងបានលួចយករបស់ដែលជារបស់គេគឺតំណែងសិស្សពូកែផ្នែកអក្សរសាស្ត្រគេរើផ្នែកអក្សរសាស្ត្រការប្រឡងក្មេងស្រីរើផ្នែកវិទ្យាសាស្ត្រតើអញហ៊ាននិយាយចំពោះមុខអ្នកសារព័ត៌មានថាមិនបានលួចតំណែងខ្ញុំទេហ៊ានបើអញហ៊ានចុះអញហ៊ាននៅចំពោះមុខអ្នកលេងអ៊ីនធឺណិតទាំងអស់ដកយកក្រដាស់កិច្ចការដើមនៃការប្រឡងរបស់យើងមកបង្ហាញឥឡូវនេះទេពិតណាស់កូនស្រីខ្ញុំជីវិតកំសត់ណាស់កូនអ្នកក៏ចង់រៀនសូត្រដើម្បីមានអនាគតហើយអ្វីក៏ពិបាកម្ល៉េះតើមានលុយមានអំណាចពិតជាអាចបិទបាំងការពិតបានមែនទេសិស្សវេនវ៉ាន់មតិសាធារណៈនិងបរិយាកាសពេលនេះមានសម្ពាធខ្លាំងទេនៅពេលនេះមិនសូវទេឈួតពេកហើយដល់ពេលនេះហើយនៅនេះក្នុងបង្អែកមិនប្រកាសទេឃើញសភាពគេបែបនេះគេណាស់តើជីវិតកូនអ្នកក៏មិនមែនជាជីវិតមែនទេគ្រប់ត្រូល Can you check ឲ្យយើងបញ្ចេញការមើលស្ងាត់ស្ងៀមឥឡូវនេះចាប់ផ្ដើមការត្រួតពិនិត្យជាសាធារណៈជាផ្លូវការត្រួតពិនិត្យថ្ងៃនេះជារឿងយ៉ាងទី1តើពិន្ទុប្រឡងបាក់ឌុបរបស់វេនវ៉ាន់ជាការពិតដែរឬទេទី2តើឯកសាររាយការណ៍របស់ Link Can you ជាការពិតដែរឬទេទី3ក្នុងដំណើរការត្រួតពិនិត្យតើមានបុគ្គលិកធ្វើខុសបទបញ្ជាដែរឬទេប្រធានចៅមុននឹងដកសញ្ញាកិច្ចការខ្ញុំសូមបង្ហាញភស្តុតាងរបស់ខ្ញុំសិនអនុញ្ញាតនេះជារបាយការណ៍សម្រាប់ការប្រឡងសាកល្បងពេញរាងកាយលើកចុងក្រោយក្នុងឆ្នាំចុងក្រោយនៃវិទ្យាល័យខ្ញុំលីនជីងយូបានជាប់ចំណាត់ថ្នាក់លេខ1ក្នុងប្រភេទសិល្បៈសេរីសូមក្រឡេកមើលរឿងនេះជាធម្មតានាងមានចិត្តសុភាពរៀបសារនិងប៉ិនប្រសប់ប៉ុន្តែនាងមិនដឹងអ្វីទាំងអស់អំពីប្រវត្តិសាស្ត្រនាងថែមទាំងមិនស្គាល់លំដាប់នៃរាជវង្សថាងសុងយៀនមីងនិងឈីងទៀតផងគាត់មិនអាចសូត្របុកថាបានត្រឹមត្រូវទេប៉ុន្តែនៅពេលដែលលទ្ធផលប្រឡងចូលមហាវិទ្យាល័យរបស់គាត់ចេញមកសិស្សកំសត់ម្នាក់នេះពេកដែលបានជាអ្នកនិពន្ធជាងគេអ្នកណាអាចជឿរឿងមិនសមហេតុផលបែបនេះអ្នកស្រីអ៊ូវ៉ាន់សូមពន្យល់ដោយផ្ទាល់អំពីពិន្ទុ39នេះផងតើមានអ្វីកើតឡើងចំពោះក្រដាស់ប្រឡងប្រវត្តិសាស្ត្រវាគឺជាបានប្រចាំខែដែលខ្ញុំទទួលបានពេលបែងចែកថ្នាក់ក្នុងឆ្នាំដំបូងវ៉ាន់មានក្រុមក្តៅនោះជាលេខដ៏ឆ្លាតវៃមួយដែលអ្នកបានបង្កើតឡើងមែនទេរាល់ដងដែលប្រឡងវិញ្ញាសារូបផ្នែកអក្សរសាស្ត្រអញតែងតែយកលេខថាក្រុមក្តៅរហូតកុំចង់បង្វែរដានជាមួយខ្ញុំនិយាយឲ្យច្បាស់នៅចំពោះមុខមហាជនមកថាពិន្ទុ39លើវិញ្ញាសាប្រវត្តិវិទ្យានោះជាពិន្ទុឯងមែនទេគាត់ទទួលស្គាល់ហើយឬទេអ្នកទាំងអស់គ្នាស្គាល់ហើយពិន្ទុត្រឹម39មិននឹងអាចខ្លាចជាអ្នកកំប្លែងខ្លាញ់បន្លំការសិក្សាធំបំផុតក្នុងសតវត្សនេះនេះតារាងស្ទង់ពិន្ទុខ្ញុំទៀងរាល់សំណួរនឹងលំអិតសរុប736 6ខ្ញុំលីងឈីងយាតាមពិតគួរតែជាអ្នកលេខ1ផ្នែកអក្សរសាស្ត្រប្រចាំខេត្តលីងឈីងយាត្រូវដឹងថាការស្ទង់ពិន្ទុគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់បេក្ខជនវាមិនមានច្បាប់ដើម្បីធ្វើជាភស្តុតាងលទ្ធផលប្រឡងបានទេទើបខ្ញុំបញ្ជាក់ថាពិន្ទុខ្ញុំត្រូវគេបដូរបើពិន្ទុក្នុងប្រព័ន្ធជាការពិតហេតុអ្វីខ្ញុំត្រូវប្រថុយនឹងការខូចឈ្មោះដើម្បីចេញទៅវ៉ាតើខ្ញុំឈួតមែនទេលីងឈីងយាសូមប្រយ័ត្នសម្ដីសូមទោសលោកនាយកខ្ញុំគ្រាន់តែរំភើបពេកខ្ញុំដឹងថាមានគេនិយាយថាខ្ញុំនិយាយតែមាត់គ្មានភស្តុតាងអ្វីទាំងអស់តែខ្ញុំនៅមានភស្តុតាងចុងក្រោយគឺរូបថតអេក្រង់ពីប្រព័ន្ធផ្ទៃក្នុងតែបង្ហាញថានៅយប់ដែលលទ្ធផលទើបតែចេញនោះក្នុងប្រឡោះឈ្មោះអ្នកលេខ1ដើមឡើយគឺជាខ្ញុំលីងឈីងយាតែត្រឹមតែ10នាទីក្រោយមកឈ្មោះនោះក៏ត្រូវបានខ្លាយជាវ៉ាន់វ៉ាន់ចុះរូបភាពខាងក្នុងនេះបានយករូបភាពផ្ទៃក្នុងនេះមកពីណាតើអ្នកយកវាបានយ៉ាងម៉េចតើវាមានន័យថាប្រព័ន្ធប្រឡងត្រូវបានកែប្រែមែនទេច្បាស់ណាស់បើគ្មានរឿងមិនស្រួលទេខ្ញុំនឹងស៊ីកុំព្យូទ័រនេះមិននឹកស្មានថាឈ្មោះអ្នកលេខ1ក៏បដូរបានដែរ